នេះជារបៀបធ្វើប៉ោងបាទយើងពុះឫស្សីមកកាប់ឫស្សីពុះវាឲ្យវែងជាម្ទះបាទបើវែងតាមដែលយើងចង់បានបាទរួចហើយយើងចាប់ផ្ដើមបិទត្រៀមមេត្រៀមបញ្ឈរយើងប្រើ1ម៉ែត្រកន្លះទៅត្រៀមបញ្ឈរហ្នឹងបាទយើងបិទឲ្យស្ដើងឲ្យស្អាតវាមកបាទរួចហើយយើងចាប់ផ្ដើមបិទត្រៀមមេហើយយើងចាប់ផ្ដើមបិទត្រៀមក្រងត្រៀមនេះគឺមូលប៉ិនចុងចង្កេះមកបាទសម្រាប់ត្បាញជើងក្រោមតទៅទៀតយើងបិទប្រទេសបិទប្រទេសសម្រាប់ត្បាញបិទឲ្យស្អាតឲ្យស្ដើងមកបិទឲ្យច្រើនតាមចំនួនដែលចង់បានមួយចាប់ដើមក្រងបើយើងក្រងជើងក្រោមយើងប្រើត្រៀមមូលបាទត្រៀមមេបិទសំប៉ែតមកហើយត្រៀមឲ្យក្រងមូលបាទក្រងរួចយើងភ្ជាប់គ្នាបែបនេះមកភ្ជាប់រួចយើងចាប់ផ្ដើមយកបាទឫស្សីសំប៉ែតដែលយើងបិទរួចយើងមកត្បាញបាទត្បាញបែបនេះមកបាញឲ្យស្អាតបាទតាមដែលយើងចង់បានទៅបាញបែបនេះហើយយើងចាប់ផ្ដើមនេះបើយើងបានបាញ់នេះrồiយើងដាក់ក្នុងវាដើម្បីត្បាញទៅស្មើល្អបាទស្មើល្អតាមអ្វីដែលយើងចង់បានបាទបើអត់ដាក់ក្នុងទេបាទត្បាញទៅរួមបាទដោយសារវាដូចខាងបាទអញ្ចឹងយើងដាក់ក្នុងវាទៅត្បាញតាមហ្នឹងមកបាទយើងត្បាញបានប៉ុណ្ណេះបាទយើងនៅតែដាក់ក្នុងដែរបាទត្បាញវារហូតអញ្ចឹងមកតាមដែលយើងចង់បានបាទអញ្ចឹងដើម្បីយើងចង់រួមវិញយើងស្រួលទៅយើងដកក្នុងនោះចេញទៅបាទក្នុងដែលយើងដាក់នោះដកចេញទៅបាទវានឹងរួមបាទអញ្ចឹងយើងត្បាញរហូតដល់ប្រវែងដែលចង់បានប្រវែងស្មើគ្នាប្រវែងណាយើងច្រងប្រវែងហ្នឹងមកនេះយើងធ្វើធំស្មើក៏បានរួមក៏បានអាហ្នឹងតាមចំនួនចិត្តយើងប៉ុន្តែបើយើងខ្ញុំធ្វើឲ្យរួមខាងក្បាលអញ្ចឹងដល់ពេលយើងរួមបាទយើងដោះក្នុងអាធំមកយើងដាក់ក្នុងអាតូចមកក្នុងអាតូចនោះបាទអញ្ចឹងវារួមអញ្ចឹងយើងក្រងវារហូតអញ្ចឹងបងក្រងបញ្ចប់បាទចង់ចប់បើយើងបានបែបនេះយើងកាត់តម្រឹមរួចហើយបាទយើងបានរៀងបែបនេះបាទរៀងបែបនេះគឺធំខាងក្រោមតូចខាងលើបាទធំខាងក្រោមតូចខាងលើបាទយើងបានរៀងបែបហ្នឹងឬហើយយើងចាក់ចោះប្រេះបាទចោះប្រេះយើងចោះវាបែបនេះមកបាទយើងតាមទំហំដែលយើងចង់បានបញ្ជីទៅគឺដាក់មុខប្រហែលប៉ុណ្ណឹងបាទប្រេះដាក់ប៉ុណ្ណឹងមកបានរួចរាល់ចោះប្រេះរួចរាល់ចាប់ផ្ដើមបិទប្រេះខាងក្រៅត្រៀមប្រេះខាងក្រៅនេះទូទៅភាគច្រើនគេប្រើបាទចំនួនសេះបាទ37 39បាទទៅតាមចំនួនដែលយើងត្រូវការបើយើងដាក់គូពិបាកចងអញ្ចឹងសេះអញ្ចឹងចងស្មើទៅយកអាសេះនោះចងបតោងវាបតឹងវាបិទរួចហើយយើងចាប់ផ្ដើមចងបាទចងរបៀបចងនេះបើយើងចងដូចទ្រូឡងណាចងនេះខ្ញុំមានរបៀបចងនៅក្នុងបាទ YouTube មុនយើងមើលតាមនឹងក៏បានដែរមើលតាមនេះទៀតក៏បានដែរបើចងវាបែបហ្នឹងមកតាមស្រួលតាមដំណើរមួយមកចងបានខាងលើមួយបាទចងបានខាងលើមួយយើងបានរៀងបែបនេះណាចងបានខាងលើរួចបាទយើងចាប់ផ្ដើមចងខាងក្រោមមួយទៀតចងខាងក្រោមគឺយើងចងខាងក្រោមចំពាក់កណ្ដាលមកបាទពាក់កណ្ដាលចឹងចងវាស្អាតតាមដំណើរមួយមកបាទចឹងរបៀបចងមើលតាមនឹងទៅអាចមើលតាមនឹងក៏បានមើលក្នុងវីដេអូមុនបាទខ្ញុំថតហ្នឹងច្បាស់ជាងនេះក៏បានដែរនេះថតតែឯងក្រងតែឯងធ្វើតែឯងអត់មានបណ្ណាជួយឲ្យមានអ្នកជួយឲ្យស្អាតជាងនេះហើយយើងចាប់ផ្ដើមចងក្បាលវាចាក់ក្បាលវាយើងចាក់3ជាន់មកនេះមកជាន់ទី1បាទជាន់ទី1ចាក់ចងវាបែបហ្នឹងរហូតដល់ចប់មកជាន់ទី1បាទចងបែបហ្នឹងមកបាទយើងសោកវាមករុំមកបាទសោកពីក្រោមមួយទៀតមកទាញវារឹតទៅបាទទាញវារឹតទៅ
ជាប់វាអត់ប្របាក់បូតវាដើរទៅណាទេតាមមើលតាមនឹងមកបាទយើងរួចហើយដាក់ជាន់ទី2ទី2យើងចងដូចជាន់ទី1ដែរបាទដាក់ដូចគ្នាមកទី2ចងវាឲ្យស្អាតទៅតាមនឹងមកទី2នេះរួចហើយយើងបិទមកបិទត្រៀមប្រាក់ខាងក្នុងត្រៀមប្រាក់ហ្នឹងមិនបិទយើងលាក់វាសិនមកពុះវាប្រទះអញ្ចឹងមកលាក់វាដើម្បីចងក្រងទៅកុំឲ្យវារបូតឬកុំឲ្យដើរបើអត់លាក់ក្បាលវាទេពេលយើងចងទៅត្រីរើទៅត្រីរះទៅរបូតចេញអស់មកយើងបាត់រៀងបែបហ្នឹងបាទយើងបិទសម្រួចពីខាងចុងមកឲ្យស្អាតតាមហ្នឹងមកបិទច្រើនទៅពេលពីច្រើនយើងយកមកផ្លូនឬក៏40ឬក៏ពីច្រើនយើងយកចំនួនសេះ41មក41 34 37គេអត់យកចំនួនគូឯងគឺពេលយើងគូយើងបាក់ចងពេលដែលយើងចងប្រះចឹងយកត្រៀមសេះចងខ្សែដើម្បីទាញឲ្យតឹងប្រះបាទបិទវាមួយតាមស្រួលតាមណាអញ្ចឹងមកបាទបិទវាត្រៀមប្រះយើងបិទវាខាងស្រុងឲ្យខាងចុងឲ្យស្រួចស្អាតលងល្អមកបិទមិនបានច្រើនមកតាមចំនួនដែលយើងចង់បានបើបែរយើងចង់បានចឹងមកបែរណាបិទទៅចំនួននឹងមកបាទបានរៀងបែបហ្នឹងបាទគឺស្រួចហើយនឹងលាក់ក្បាលវាហើយចាប់បានក្រងក្រងគឺយើងក្រង3ល្បែងល្បែងទី1ហើយនេះទី1ទី1យើងក្រងវាឲ្យញឹកអញ្ចឹងមកយកក្រងយើងប្រើខ្សែភ្លើងបាទខ្សែភ្លើងយើងរុះវាមកហែកជា2បើយើងយកខ្សែភ្លើងយកមកក្រងដើម្បីវារឹងដើម្បីជាប់មកល្អតែពេលដែលយើងក្រងគឺយើងក្រង1មូ1មកចន្លោះ1មានក្រង1មូ1ចន្លោះ1ដើម្បីឲ្យវាកុំឲ្យវាញឹកពេកបាទល្មមយើងចងមូ1ចន្លោះ1ទៅឲ្យវាអំពើល្មមល្បែងទី2ទី2ក្រងដូចគ្នាដែររួចហើយបានទី2រួចហើយយើងដល់ទី3បានទី3យើងក្រង3ល្បែងដើម្បីវារឹងឲ្យជាប់បានល្អទី3ហើយបានយើងបានរៀងបែបនេះនេះរៀងបែបនេះក្រោយពីចងក្រងរួចយើងយកទៅចងជាមួយរន្ទះបិទក្តិតខាងក្រោមចងវាឲ្យស្អាតបែបនេះមកចងរួចហើយបាទយើងយកទៅដាក់បិទពីខាងក្រោមយើងចងប្របាក់ចងបន្តិចដោយសារវាមានប្រឡោះអត់ដូចទ្រូទេប៉ោងវាចិត្តឈឹងទៅវាពិបាកលូកដៃចងមកយើងចងបាទយើងដាក់មកយើងចងរួចទៅវាមានរៀងបែបនេះបាទរៀងបែបហ្នឹងរឹងជាប់ធានាមកត្រីរើមិនរួចឬក៏ត្រីបំរាស់មិនចេញទេដោយសារយើងលាក់ទៅវាអត់របូតទេវាហើយយើងចងប្រះខាងមុខនេះយើងចងបែបនេះមកបាទចងហើយនេះឲ្យវាធូរមកកុំឲ្យតឹងពេកបាទចង់ឲ្យស្អាតអញ្ចឹងមករួចហើយយើងបានរៀងបែបនេះបាទយើងបានប្រះខាងក្នុងមួយបាទប្រះខាងក្រៅមួយខាងក្នុងសម្រាប់ប្រះខាងក្រៅបាទទុនគឺប្រមឆោតណាហើយយើងយកវាទៅស្រោបក្រងជីឲ្យចិត្តដើម្បីងាយស្រួលក្នុងដាក់នុយមកឲ្យនុយចេញឬក៏កុំឲ្យក្លិននុយចេញបាទយើងប្រើនុយក្រងនុយកន្ទាឬអាចនុយត្រីឆ្លាំងក៏បានដែរ